ហើយបងសង្ឃគ្រប់ព្រះអង្គការៈសូមគោរពដល់ថ្នាក់ដឹកនាំសាសនាទាំង5សំណាងសាសនាទាំង5មានពុទ្ធសាសនាអ៊ីស្លាមគ្រីស្ទហើយមហាមេត្រីបាហាយដែលមានតំណែងចូលរួមក្នុងនេះពីគ្រប់ពីគ្រប់សូមគោរពបងប្អូនទាំងអស់ដែលមានវត្តមានក្នុងទីនេះហើយទីគ្រប់ឆ្លាញ់រាប់អានខ្ញុំគណៈសម្បត្តិតំណាងលោកព្រមទីហើយក្នុងនាមខ្ញុំគណៈសម្បត្តិតលពិតជាមានការរីករាយសប្បាយចិត្តណាដែលពិសេសក៏អង្គការស៊ីឡូនិងអង្គការនៅវិទ្យាល័យសន្តិភាពដែលរៀបចំសហការជាមួយនឹងព្រះវិហារកាតូលិកនៅទីនេះដែលបានរៀបចំឲ្យមានកម្មវិធីបោះជំរំយុវជនអន្តរជំនឿឆ្នាំ2026នេះណាក្នុងគោលប្រភេទបទពិសេសគឺសន្តិភាពនៅក្នុងសហគមន៍ដោយបទអន្តរាគមន៍និងមតិចូលរួមរបស់តំណាងអង្គការស៊ីឡូដែលគាត់បានលើកឡើងគឺបដោតសំខាន់កិច្ចការជុំគ្នាថ្ងៃនេះដែលយើងធ្វើរយៈពេល3ថ្ងៃខ្ញុំក៏សប្បាយចិត្តដែរដែលថាឃើញមានក្រុមយុវជនយើងស្របទៅនឹងគោលនយោបាយរបស់ជាតិដែលជាតិយកចិត្តទុកដាក់ឃើញសក្តានុពលយុវជនដែលជាប្រសពទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិគ្រឹះមូលដ្ឋានឬក៏ជាតែនិយាយមិនតែទៅសឹងតែជាឆ្អឹងខ្នងដ៏មាំរបស់ជាតិគឺយុវជនទាំងឯងចឹងដែលអង្គការបានផ្ដោតទៅលើការបណ្ដុះបណ្ដាលនេះខ្ញុំគិតថាជារឿងល្អស្អាតណាស់ពីព្រោះយុវជនគាត់មានធម៌ពលគាត់មានសក្តានុពលគាត់មានបញ្ញាគាត់មានទាំងកម្លាំងកាយអាចចូលរួមការងារបន្តកិច្ចការងារអញ្ចឹងអាចារ្យក៏ទៅមុខហើយតែយុវជនក៏ទៅមុខដែរប៉ុន្តែយុវជនមានថេរវេលាទៅមុខយូរងាយចឹងការយើងបន្តបន្តឲ្យយុវជនបានយល់ដឹងពីការងាររស់នៅការងារធ្វើយ៉ាងណាឲ្យសង្គមយើងនឹងមានសន្តិភាពគឺជាសក្តានុពលរបស់ស្ថានភាពហើយយុវជនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអនាគតនឹងក្លាយជាថ្នាក់ដឹកនាំណាហើយជាថ្នាក់ដឹកនាំនឹងឯងជារឿងសំខាន់ដែលអ្វីដែលយើងបានសិក្សាអ្វីដែលបានរៀនសូត្រដកពិសោធន៍មកយើងដឹងយើងនឹងទៅអនុវត្តដើម្បីធ្វើម៉េចជួយរៀបចំជាតិរបស់យើងនឹងឲ្យបានរឹងមាំហើយមានសុខដុមនីយកម្មក្នុងប្រជាជាតិកម្ពុជារបស់យើងដោយលោកស្រីអាបារងក៏មានសន្និកថាហើយក៏ជាការលើកឡើងនិងសន្និកថារបស់លោកបូជាចាគាត់ក៏បានលើកឲ្យស្ដីពិសេសរបស់គាត់មិនមួយខ្ញុំចាប់អារម្មណ៍គឺគ្រប់គ្នាត្រូវតែកសាងចិត្តនឹងជាស្ពានណាជាស្ពានប៉ុន្តែថាយើងអាចទំនាក់ទំនងគ្នាឆ្លងពីជំនឿពីអបធម៌ពីប្រពៃណីដែលទៅរកគ្នាបានដោយចិត្តភក្តីភាពជាតនភាពហ្នឹងគឺជាចំណុចពិសេសណាបើសិនជាយើងអត់បានរៀបចំចិត្តយើងឲ្យទៅជាស្ពានទេគឺថាដោយគាត់លើកឡើងថាគុំកសាងជាគឺថាអាចទំនាក់ទំនងពីគេហ្នឹងគឺมันជាការប្រសើរទេគឺទោះបីជាអ្នកដែលយើងទំនាក់ទំនងនោះគាត់មានគោលសម្បល់គាត់មានសាសនាផ្សេងពីយើងគាត់មានការស្លៀកពាក់ខុសពីយើងប៉ុន្តែការទំនាក់ទំនងរបស់យើងគីឡូកន្លងថាឲ្យយកមេត្តាករុណាដាក់កទៅខ្ញុំសូមថាយកមេត្តាករុណានឹងដាក់ក្នុងបេះដូងបានគឺយើងជាកបេះដូងគ្នាគិតហើយថានៅក្នុងប្រជាជាតិកម្ពុជាច្បាប់កម្ពុជារបស់ជាតិយើងគឺរដ្ឋធម្មនុញ្ញបានដាក់បញ្ចូលបានប្រទេសកំណត់បានបញ្ជាក់ថាការផ្សព្វផ្សាយជំនឿសាសនារបស់ខ្លួនដោយមិនរំលោភបំពានឬក៏បន្តអាប់ចំពោះសាសនាដទៃ
ណាព្រោះហេតុការបន្តបង្អាប់ការបន្ទាបបន្ថោឬក៏បរិយាភាពរបស់ច្បាប់យើងគឺរដ្ឋាភិបាលអនុញ្ញាតគិតហើយថានៅក្នុងប្រជាជាតិកម្ពុជាបានចាត់ទុកពុទ្ធសាសនាជាសាសនារបស់រដ្ឋមែនប៉ុន្តែរដ្ឋក្រៀមឲ្យបានសន្តិភាពទេមិនមែនបានន័យទៅចឹងទេគឺអានឹងវាជាចំណុចមួយហើយប៉ុន្តែសន្តិភាពក្នុងទីនេះសម្ដៅវាផ្ដោតទៅលើផ្លូវចិត្តជាសំខាន់កាលណាយើងសុខចិត្ត